Hello ប៉ាម៉ាក់ទាំងអស់គ្នាថ្ងៃនេះមកមីធាមកចែករំលែកអំពីតិចនិចនៃការផ្ដាច់ខោទឹកនោមរបស់កូនទូចជាក់ស្ដែងណាស់យើងមិនអាចកំណត់អាយុបានទេថាតើកូនរបស់យើងគួរតែស្ថិតនៅក្នុងអាយុប៉ុណ្ណាទើបអាចផ្ដាច់ខោទឹកនោមបានប៉ុន្តែប៉ាម៉ាក់អាចមើលភាពព្រមរបស់កូនហើយនិងភាពព្រមរបស់ប៉ាម៉ាក់ដោយទី1នោះយើងឃើញថាកូនរបស់យើងគឺលេងនោមញឹកញាប់គាត់អាចខ្ទប់ទឹកនោមបានរយៈពេលពី1ម៉ោងទៅ2ម៉ោងហើយគាត់អាចប្រាប់នៅតម្រូវការរបស់គាត់ខ្លះៗមករូបយើងហើយប៉ាម៉ាក់ព្រមក្នុងការមានពេលវេលាក្នុងការសម្អាតពីព្រោះអីដំបូងកូនរបស់យើងគឺគាត់អាចនោមដាក់ខោធ្វើឲ្យប្រឡាក់ខោធ្វើឲ្យប្រឡាក់ផ្ទះហើយយើងក៏វាថាមានពេលវេលាក្នុងការសង្កេតកូនយើងថាតើរយៈពេលប៉ុន្មានម៉ោងដែលកូនរបស់យើងគាត់ត្រូវជួចម្ដងគឺយើងមានពេលវេលាក្នុងការចាប់គាត់យកទៅជំនុំនៅក្នុងបង្គន់តាន់ពេលវេលាដោយជំហានដំបូងប៉ាម៉ាក់អាចទិញទ្រាប់បង្គន់ខ្ជូតពីព្រោះវាមានភាពតាក់ទាញដល់កូនយើងហើយវាផ្ដល់ផលងាយស្រួលក្នុងការបត់ជើងក្នុងបង្គន់របស់កូនរបស់យើងប៉ុន្តែម៉ាមីធាសូមអត់ណែនាំឲ្យបង្ហាត់កូនជួក្នុងកន្ថោទេពីព្រោះថ្ងៃណាមួយគឺយើងត្រូវតែបដូរកូនរបស់យើងឲ្យជុះនៅក្នុងកន្ថោមកជួក្នុងបង្គន់ដដែលទេអញ្ចឹងវាហត់ពីតង់អញ្ចឹងចង់ឲ្យណែនាំឲ្យប៉ាម៉ាក់បង្រៀនកូនជួក្នុងបង្គន់ឲ្យហើយបន្ទាប់មកប៉ាម៉ាក់អាចបង្ហាញជាតួយ៉ាងដោយខ្លួនរបស់យើងផ្ទាល់គឺនាំកូនចូលទៅក្នុងបន្ទប់ទឹកអនុវត្តផ្ទាល់តាំងតែពីដំបូងមុននឹងជួគួរតែធ្វើដូចម្ដេចរហូតដល់ចុងបញ្ចប់គួរតែធ្វើដូចម្ដេចនឹងអាចបង្រៀនគាត់នៅពាក្យប្រចាំខ្លួននៅពេលដែលគាត់ចង់ជួឬមកក៏ឬមកក៏កាយវិការប្រចាំខ្លួនករណីដែលគាត់ចង់ជួឬឲ្យគាត់ប្រាប់យើងអត់បានជាចុងក្រោយម៉ាមីធាសូមណែនាំឲ្យម៉ាក់ប៉ាគួរតែបង្ហាត់គាត់ឲ្យផ្ដាច់ខោទឹកនោមនៅពេលថ្ងៃជាមុនសិនហើយចាំបង្ហាត់គាត់ឲ្យផ្ដាច់ខោទឹកនោមនៅពេលយប់ដើម្បីកាត់បន្ថយភាពនឿយហត់របស់ប៉ាម៉ាក់ហើយមួយទៀតករណីដែលកូនរបស់យើងគាត់អាចប្រាប់តម្រូវការគាត់ថាគាត់ត្រូវការជួឬមួយក៏គាត់ត្រូវការមានន័យថាប៉ាម៉ាក់គឺទទួលបានភាពជោគជ័យក្នុងការផ្ដាច់ខោទឹកនោមរបស់កូនចាសូមអរគុណ